ជំរាបសួរលោកគ្រូខ្ញុំមានឬដងបាទយូរឆ្នាំហើយតាមលោកគ្រូពន្យល់ខ្ញុំស្ថិតនៅក្នុងកម្រិត3គឺបត់ជើងមកលៀនចេញមកក្រៅហើយយកដៃរុញចូលទៅវិញបានចូលតើខ្ញុំត្រូវតែព្យាបាលវះកាត់ឬក៏ចងឲ្យល្អឲ្យស្រួលខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គនិងជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីនេះចំពោះឬដងបាទកម្រិត3យើងសម្រាប់លើខ្លួនឯងទេអាហ្នឹងយើងចង់វះកាត់ក៏បានចង់ចងក៏បានដែរហើយវាស្ថិតនៅលើលុយបើយើងមិនសូវមានលុយទេយើងអាចចងវាអាហ្នឹងអាចធូរលុយខ្លះបើតែបើយើងវះកាត់អាហ្នឹងយើងចំណាយលុយច្រើនពួកគ្រូពេទ្យគេប្រើច្រើនតែពីរហ្នឹងគឺល្អដូចគ្នាទេតែមិនមែនចងរបៀបចាស់ទេណាមិនមែនចងបាញ់កស៊ូតែទៅមួយនឹងការចងរបៀបថ្មីគេធ្វើដោយដៃសុទ្ធហ្នឹងណាអាចយកមួយណាក៏បានដែរសំខាន់ការព្យាបាលរបស់វាត្រូវយកវាចេញកាត់វាចេញមកអស់បញ្ហាហើយនៅកន្លែងខ្លះជាធម្មតាឬដងបាតវាមិនដែលចេញមកទាំងអស់ឲ្យកម្រណា10មាន9ហើយដែលវាចេញតែមួយជ្រុងអញ្ចឹងណាឬដងបាតនៅក្នុងរុនគូតរបស់យើងហ្នឹងកន្លែងណាដែលសរសៃឈាមហ្នឹងវាមិនកំណត់ថាសុខភាពល្អដូចគ្នាទេកន្លែងខ្លះវាសុខភាពអន់កន្លែងខ្លះវាសុខភាពល្អកន្លែងណាអន់នេះវាត្រូវលៀនចេញមកមុនគេជាធម្មតាវាកម្រមកលៀនចេញមកទាំងអស់វាមានមួយជ្រុងឬក៏ពីរជ្រុងអញ្ចឹងឯងអញ្ចឹងយើងខ្លាំវាឬក៏យើងជាស៊ីរបស់ជាស៊ីវាវះកាត់វាចេញឲ្យអស់មួយដុំហ្នឹងទៅវាលានបញ្ហាប៉ុន្តែมันកំណត់ថាកន្លែងផ្សេងទៀតដែលអត់ទាន់ចេញហ្នឹងវាអត់កើតទេអាហ្នឹងវាអាចចឹងណាយើងគ្រាន់តែតមចំណីអាហារការសរសៃធ្វើឲ្យស្រួលបាត់ជើងទៅវាកម្រនឹងធ្វើឲ្យកើតទៀតហើយក៏វាជាលក្ខណៈដែលយើងការពារវាកុំឲ្យកើតទៀតដែរអាហ្នឹងណាបាទអនាម័យវាចឹងទៅអាចលាងអាសាលាងទឹកក្តៅគួយតាមទឹកក្តៅឧនស្លាច់ចឹងណាវាអាចជួយអាចឲ្យ